ទីបំផុតមាត់ជ្រោះនៃឋាននរកបានបិទទ្វារវិញហើយខណៈលោកដូណាល់ត្រាំបានយល់ព្រមទទួលយកសំណើបទឈប់បាញ់រយៈពេល2សប្តាហ៍អ៊ីរ៉ង់ក៏ដូចគ្នាបានប្រកាសអំបញ្ញមិញនេះប្រហែលជានឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន10ចំណុចនៅថ្ងៃទី10មេសាខាងមុខនេះហើយតើរឿងរ៉ាវទាំងអស់នេះកើតឡើងយ៉ាងដូចម្តេចទៅតើមានហេតុផលអ្វីខ្លះដែលលោកដូណាល់ត្រាំបានងាកមករកតុចរចារយៈពេល2សប្តាហ៍នេះព្រោះអីមុននេះបន្តិចសន្ទុះនៃការគំរាមដ៏ខ្លាំងក្លារបស់លោកដូណាល់ត្រាំបានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំងតើថ្ងៃ10មេសាខាងមុខនឹងក្លាយទៅជាថ្ងៃសន្តិភាពឬជាថ្ងៃបើកទ្វារឋាននរកដ៏ពិតប្រាកដចង់ដឹងច្បាស់សូមកុំភ្លេចតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ស្ថិតនៅក្នុងសភាពការដ៏តានតឹងដែលមនុស្សជាតិទូទាំងសកលលោកកំពុងតែដកដង្ហើមញាប់ញ័ររងចាំមើលវាសនាពិភពលោកនោះនៅទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ដោយប្រកាសយល់ព្រមផ្អាកជាបន្ទាន់នៅការទម្លាក់គ្រាប់បែកនិងការវាយប្រហារទៅលើអ៊ីរ៉ង់សម្រាប់រយៈពេល2សប្តាហ៍ពេញការសម្រេចចិត្តដកថយពីមាត់ជ្រោះនៃមហាសង្គ្រាមប្រល័យលោកនេះបានកើតឡើងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះមុនពេលអវសានវិធដែលលោកបានកំណត់ថាអរិយធម៌ទាំងមូលនឹងត្រូវបានស្លាប់នៅយប់នេះត្រូវបានផុតកំណត់ខណៈពេលដែលលោកបានបញ្ជាក់ថាការសម្រេចចិត្តនេះធ្វើឡើងផ្អែកទៅលើសំណើអន្តរាគមន៍ជាបន្ទាន់ពីសំណាក់នាយករដ្ឋមន្ត្រីប៉ាគីស្ថានគឺលោកស៊ីបាសារីបនិងសេនាប្រមុខអាស្មីនមូនីដែលបានទទូចសុំឲ្យអាមេរិកពន្យាពេលការប្រើប្រាស់កម្លាំងបំផ្លិចបំផ្លាញធំដើម្បីទុកឱកាសឲ្យមានការចរចាជាផ្លូវការបន្តចេញអំពីការប្រកាសបទឈប់បាញ់ជាឯកតោភាគីរបស់សហរដ្ឋអាមេរិករបាយការណ៍ចុងក្រោយពីកាសែត New York Times ក៏បានបញ្ជាក់ថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក៏បានឆ្លើយតបយ៉ាងវិជ្ជមានដោយយល់ព្រមទទួលយកសំណើបទឈប់បាញ់រយៈពេល2សប្តាហ៍ដែលចរចាដោយប៉ាគីស្ថាននេះដែរការអនុម័តដ៏សំខាន់នេះត្រូវបានធ្វើឡើងដោយមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតុលាម៉ូចតាបាខាម៉ានីដែលនេះគឺជាសញ្ញាវិជ្ជមានលើកដំបូងបំផុតនៅក្នុងការបន្ធូរបន្ថយភាពតានតឹងចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងយ៉ាងសាហាវឃោរឃៅមកម្លេះលក្ខខណ្ឌចម្បងដែលនាំឲ្យមានបទឈប់បាញ់នេះគឺអ៊ីរ៉ង់ត្រូវតែយល់ព្រមចំពោះការបើកច្រកសមុទ្រអកម៉ូឲ្យបានពេញលេញភ្លាមនិងមានសុវត្ថិភាពដើម្បីបន្តការដឹកជញ្ជូនប្រេងនិងឧស្ម័នដែលជាដង្ហើមសេដ្ឋកិច្ចពិភពលោកឡើងវិញបន្ទាប់ពីការបិទផ្លូវទឹកនេះត្រូវបានធ្វើឲ្យទីផ្សារថាមពលសកលធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរទន្ទឹមទៅនឹងការដកថយគួរឲ្យភ្ញាក់ផ្អើលរបស់មហាអំណាចអាមេរិកលោកដូណាល់ត្រាំក៏បានទម្លាយនៅព័ត៌មានលម្អិតដ៏សំខាន់មួយទៀតថាលោកបានទទួលសំណើចំនួន10ចំណុចពីប្រទេសអ៊ីរ៉ង់តាមរយៈអន្តរការីប៉ាគីស្ថានដែលលោកចាត់ទុកថាគឺជាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ការចរចាលោកត្រាំបានសង្កត់ធ្ងន់ថារយៈពេល2សប្តាហ៍នៃបទឈប់បាញ់នេះនឹងក្លាយទៅជាឱកាសមាសសម្រាប់ភាគីទាំងពីរនៅក្នុងការបញ្ចប់និងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងខណៈដែលចំណុចចម្រូងចម្រាសភាគច្រើនត្រូវបានព្រមព្រៀងគ្នារួចស្រេចទៅហើយសេចក្តីថ្លែងការណ៍នេះត្រូវបានសេតវិមានចែករំលែកជាផ្លូវការនៅលើបណ្ដាញសង្គម X ដែលសរបញ្ជាក់ថារដ្ឋបាលលោកដូណាល់ត្រាំកំពុងតែព្យាយាមបង្វែរទិសពីវោហារសាស្ត្រសង្គ្រាមមហាប្រល័យបែបនេះមកកាន់ផ្លូវការទូតវិញដើម្បីជៀសវាងការបំផ្លិចបំផ្លាញទៅដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏រ៉ាំរ៉ៃជាការឆ្លើយតបទៅនឹងការវិវត្តនេះក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជារបស់អ៊ីរ៉ង់តាមរយៈទីភ្នាក់ងារសារព័ត៌មាន MERS បានចេញសេចក្តីថ្លែងការណ៍អបអរសាទរនិងចាត់ទុកជាបទឈប់បាញ់រយៈពេល2សប្តាហ៍នេះថាគឺជាជ័យជំនះសម្រាប់អ៊ីរ៉ង់
ងក្រុងតេហេរ៉ង់បានបញ្ជាក់សារជាថ្មីថាកិច្ចចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានដែលនឹងគ្រោងឡើងចាប់ផ្ដើមនៅថ្ងៃសុក្រទី10ខែមេសាខាងមុខនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថែមទាំងបានចាក់ផ្សាយនៅរូបភាពដែលពួកគេហៅថាជាការដកថយដ៏អាម៉ាស់របស់លោកដូណាល់ត្រាំពីវោហារសាស្ត្រប្រឆាំងអ៊ីរ៉ង់ដោយអះអាងថាមហាអំណាចអាមេរិកបានបង្ខំចិត្តទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់សង្គ្រាមបន្ទាប់ពីបានឃើញនូវភាពរឹងមាំនៃសមរភូមិរបស់កងកម្លាំងអ៊ីរ៉ង់ទោះបីជាមានការប្រកាសពីបទឈប់បាញ់កម្រិតខ្ពស់បែបនេះក៏ដោយក៏ស្ថានភាពនៅលើដីហាក់បីដូចជានៅមានភាពផុយស្រួយនៅឡើយដែលគួរឲ្យជាការព្រួយបារម្ភដោយសារតែប៉ុន្មាននាទីចុងក្រោយបន្ទាប់ពីការបង្ហោះសាររបស់លោកដូណាល់ត្រាំយោធាអ៊ីស្រាអែលបានចេញការព្រមានជាបន្ទាន់ថាអ៊ីរ៉ង់នៅតែបន្តបាញ់មីស៊ីលឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួនប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលត្រូវបានរាយការណ៍ថាបានដំណើរការយ៉ាងមមាញឹកដើម្បីស្ទាក់ចាប់ការគំរាមកំហែងខណៈដែលសំឡេងផ្ទុះយ៉ាងខ្លាំងត្រូវបានបន្លឺឡើងពីទីក្រុងយេរូសាឡឹមនិងក្រុងយេរីកូនៅតំបន់ West Bank កងទ័ពអ៊ីស្រាអែលបានបង្ខំចិត្តបញ្ជាឲ្យប្រជាជននៅក្នុងតំបន់រងផលប៉ះពាល់ទាំងអស់រត់ចូលជ្រកកោននៅក្នុងទីសុវត្ថិភាពជាបន្ទាន់ដែលសបញ្ជាក់ថាទោះបីជាថ្នាក់ដឹកនាំកម្ពុជារបស់អ៊ីរ៉ង់និងអាមេរិកព្រមឈប់បាញ់ក៏ការប្រយុទ្ធគ្នានៅសមរភូមិជួរមុខមិនទាន់ត្រជាក់ស្រួលបួលនៅឡើយទេស្របពេលជាមួយគ្នានេះដែរទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកនិងទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បានដកស្រង់សម្ដីសេតវិមានដែលមិនបញ្ចេញឈ្មោះថាអ៊ីស្រាអែលក៏បានយល់ព្រមចំពោះបទឈប់បាញ់ដែលលោកត្រាំបានប្រកាសនេះដែរការយល់ព្រមពីសំណាក់អ៊ីស្រាអែលនេះគឺជាចំណុចរបត់ដ៏សំខាន់មួយទៀតព្រោះវាមានន័យថាការវាយប្រហារតាមដែនអាកាសលើអ៊ីរ៉ង់និងលីបង់អាចនឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នទោះជាយ៉ាងណាក៏ដោយភាពមិនច្បាស់លាស់នៅតែបន្តគ្របដណ្ដប់ខណៈដែលក្រសួងសុខាភិបាលអ៊ីស្រាអែលបានបង្ហាញអំពីទិន្នន័យដ៏រន្ធត់ថានៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះមនុស្សចំនួន133នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់រួមជាមួយនឹងហេបូឡាផងដែរដែលនៅក្នុងនោះមានអ្នករងរបួសជាមធ្យមនិងច្រើនអ្នកថែមទៀតលើពីនេះអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែលគឺលោក Dan Shapiro ក៏បានលើកឡើងថាការសម្រេចចិត្តរបស់លោកត្រាំនៅក្នុងការបដូរពីការគំរាមកំហែងលុបបំបាត់អរិយធម៌របស់អ៊ីរ៉ង់មកជាបទឈប់បាញ់វិញគឺជាជំរើសដ៏ល្អបំផុតដែលមិនអាចជៀសបានដើម្បីទប់ស្កាត់នៅការកើនឡើងនៃភាពតានតឹងដែលអាចឈានទៅដល់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងស្រុងលោក Shapiro បានសង្កត់ធ្ងន់ថាប្រសិនបើសង្គ្រាមនៅតែបន្តវាអាចនឹងរុញច្រានឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងររយៈពេលវែងដែលគ្មាននរណាម្នាក់អាចទប់ទល់បានឡើយការដកថយរបស់លោកត្រាំនៅពេលនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយមួយដើម្បីបញ្ជៀសការរិះគន់អន្តរជាតិជុំវិញការចោទប្រកាន់ពីការប្រឡាយពូជសាសន៍និងដើម្បីរក្សាស្ថិរភាពមុនពេលកិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខាជាចុងក្រោយទោះបីជាពិភពលោកចាប់ផ្ដើមមានសង្ឃឹមឡើងវិញនៅសន្តិភាពក៏ដោយក៏ការិយាល័យ UKMTO នៅតែបន្តរាយការណ៍អំពីសកម្មភាពមិនប្រក្រតីនៅជិតកោះឃីសរបស់អ៊ីរ៉ង់ដែលជាកន្លែងនាវាកុងតឺន័រមួយគ្រឿងទើបតែត្រូវបានគ្រាប់ថ្លោងវាយប្រហារនេះសបញ្ជាក់ថារយៈពេល2សប្តាហ៍ខាងមុខនេះគឺជាពេលវេលាដ៏គ្រោះថ្នាក់និងសំខាន់បំផុតសម្រាប់អ្នកការទូតអន្តរជាតិនៅក្នុងការចរចាឲ្យបានសម្រេចនៅកិច្ចព្រមព្រៀង10ចំណុចនៅទីក្រុងអ៊ីស្លាមាបាតឥឡូវនេះភ្នែកទាំងអស់កំពុងតែសម្លឹងទៅកាន់ថ្ងៃសុក្រទី10ខែមេសាខណៈដែលពិភពលោកទាំងមូលបួងសួងឲ្យបទឈប់បាញ់នេះក្លាយជាចំណុចចាប់ផ្ដើមនៃសន្តិភាពអចិន្ត្រៃយ៍និងបញ្ចប់សោកនាដកម្មដែលអាចអូសបន្លាយនិងគំរាមកំហែងទៅដល់ជីវិតមនុស្សជាតិរាប់លានអ្នកនៅមជ្ឈិមបូព៌ាតើបងប្អូនយល់យ៉ាងណាដែរអាចខមមិននៅក្រោមវីដេអូបានជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅសម្រាប់បងប្អូនប្រិយមិត្តទស្សនិកជនរបស់ Channel ចង់ដឹងទេដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់
ខ្ញុំបាទសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាបន្តិចទៀតយើងនឹងជួបគ្នានៅហេតុការណ៍ដែលកើតឡើងជាបន្តបន្ទាប់ជុំវិញបញ្ហាបទឈប់បាញ់ពីសប្តាហ៍នេះថាតើនឹងវិវត្តទៅរកភាពជោគជ័យឬក៏វិវត្តទៅរកភាពមហន្តរាយនៃវិនាសកម្មសង្គ្រាមលោកលើកទី3សូមអរគុណសូមជម្រាបលាដល់ដំណាក់កាលចុងក្រោយហើយប្រធានាធិបតីអ៊ីរ៉ង់លោកប៉េសាស្គីយ៉ានប្រកាសបូជាជីវិតដល់ដង្ហើមចុងក្រោយដើម្បីការពារអ៊ីរ៉ង់គោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនរបស់ Channel ចង់ដឹងទេបងប្អូនជនរួមជាតិជាទីគោរពរាប់អានស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិសំខាន់សម្រាប់ថ្ងៃទី7 ខែមេសាឆ្នាំ2026នៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកស្ថានភាពកំពុងតែប្រកាសអាសន្ននៅក្នុងប្រទេសអ៊ីរ៉ង់ដោយសារតែនៅមិនប៉ុន្មានម៉ោងទៀតទេគឺដល់រយៈពេលកំណត់នៃអសានវិទ្យរបស់លោកដូណាល់ត្រាំថានឹងកំទេចអ៊ីរ៉ង់ឲ្យคล้ายទៅជាយុគសម័យថ្មចង់ដឹងថានាពេលនេះស្ថានភាពនៅអ៊ីរ៉ង់ដល់ណាទៅហើយអ៊ីរ៉ង់ព្រមចុះចាញ់ដែរឬទេអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រអកមោះដែរឬយ៉ាងណាហើយអ៊ីរ៉ង់បានត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះសូមតាមដានទស្សនាជាមួយខ្ញុំឲ្យបានដល់ចប់ពេញចិត្តវីដេអូនេះកុំភ្លេច like comment share និង subscribe channel ចង់ដឹងទេទុកម្នាក់មួយដើម្បីទទួលបានព្រឹត្តិការណ៍ព័ត៌មានអាប់ដេតថ្មីជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃបងប្អូនប្រិយមិត្តទេសនិកជននៅថ្ងៃ7 ខែមេសាឆ្នាំ2026នេះបើតាមរយៈប្រភពសារព័ត៌មានពី Al Jazeera បានឲ្យដឹងថាពិភពលោកទាំងមូលកំពុងតែឈរនៅលើមាត់ជ្រោះនៃសង្គ្រាមប្រឡាយលោកនាពេលខណៈនេះហើយបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាសូតពេសេស្គីយ៉ានបានចេញមកថ្លែងសារយ៉ាងរន្ធត់និងម៉ឺងម៉ាត់បំផុតចំពោះមុខសហគមន៍អន្តរជាតិដោយប្រកាសថាលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងករណីត្រូវលះបង់ជីវិតដើម្បីការពារបូរណភាពទឹកដីអ៊ីរ៉ង់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកពេសេស្គីយ៉ានបានសង្កត់ធ្ងន់ថារហូតមកដល់ពេលនេះប្រជាជនអ៊ីរ៉ង់ដ៏ក្លាហានជាង14លាននាក់បានចុះឈ្មោះត្រៀមខ្លួនបូជាជីវិតទប់ទល់ទៅនឹងមហាអំណាចខណៈដែលរូបលោកផ្ទាល់បានបូជាជីវិតសម្រាប់ជាតិរួចជាស្រេចទៅហើយដែលនេះគឺជាសញ្ញាព្រមានដ៏ខ្លាំងក្លាបំផុតមួយបន្ទាប់ពីមេដឹកនាំកម្ពុជាជាច្រើនរូបទៀតរួមមានលោកអាលីខាមេនីត្រូវបានធ្វើឃាតនៅក្នុងសង្គ្រាមដ៏សាហាវដែលបានផ្ទុះឡើងតាំងពីថ្ងៃដំបូងនៅក្នុងខែកុម្ភៈមកម្លេះនៅក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ជាង 2000 នាក់និងរបួសរាប់ម៉ឺននាក់រួចទៅហើយស្របពេលជាមួយគ្នាដែលអ៊ីរ៉ង់កំពុងតែបង្កើនស្មារតីសង្គ្រាមនាឡិកាមរណៈរបស់លោកដូណាល់ត្រាំកំពុងតែរំកិលទៅមុខទៅរកម៉ោង0យ៉ាងរហ័សបំផុតដែលនៅសល់មិនត្រឹមតែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះនៅពេលដែលអសានវិទ្យផុតកំណត់នៅវេលាម៉ោង8យប់នៃថ្ងៃអង្គារនេះម៉ោងនៅសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានគំរាមកំហែងយ៉ាងដាច់អហង្ការថាប្រសិនបើច្រកសមុទ្រអកមោះមិនត្រូវបានបើកឡើងវិញទាំងស្រុងត្រឹមម៉ោងកំណត់នេះទេអ៊ីរ៉ង់នឹងត្រូវប្រឈមមុខជាមួយនឹងការរុះរើទាំងស្រុងនៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមមានរោងចក្រថាមពលនិងស្ពានយុទ្ធសាស្ត្រនៅទូទាំងប្រទេសជាមួយគ្នានោះដែរអ្នកកាសែតម្នាក់បានសួរថាតើសង្គ្រាមដែលកំពុងតែកើតឡើងឬក៏ថយចុះលោកត្រាំបានឆ្លើយយ៉ាងខ្លីថាខ្ញុំមិនអាចប្រាប់អ្នកបានទេប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថាអ៊ីរ៉ង់អាចនឹងត្រូវដកចេញពីផែនទីនៅក្នុងរយៈពេលត្រឹមតែមួយយប់ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពវឹកវរខណៈដែលតម្លៃប្រេងហក់ឡើងរហូតទៅដល់$110នៅក្នុងមួយបារ៉ែលតាំងពីថ្ងៃច័ន្ទមកម្លេះជាការឆ្លើយតបទៅនឹងការគំរាមកំហែងដ៏ព្រៃផ្សៃនេះទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានសភាអ៊ីរ៉ង់លោកមហាម៉ាត់បាហ្គឺហ្គាលីបាហ្វក៏បានចេញមុខមកចំអកឲ្យលោកដូណាល់ត្រាំវិញទាំងកំហឹងផងដែរថាលោកត្រាំឯណោះទេដែលមានពេលត្រឹមតែ20ម៉ោងចុងក្រោយដើម្បីដកថយបើមិនដូច្នោះទេសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ទាំងមូលនឹងត្រូវវិលត្រឡប់ទៅកាន់យុគ
សម័យថ្មវិញជាមិនខានស្របពេលជាមួយគ្នានេះដែរប្រភពយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់បានទម្លាយតាមរយៈទីភ្នាក់ងារសារព័ត៌មាន Fars News ថាទីក្រុងមីស៊ីលក្រោមដីទាំងអស់របស់អ៊ីរ៉ង់នៅតែបន្តប្រតិបត្តិការយ៉ាងពេញលេញនិងបាញ់បង្ហោះមីស៊ីលជារៀងរាល់ថ្ងៃទោះបីជាត្រូវរងការទម្លាក់គ្រាប់បែកពីប្រតិបត្តិការ Epic Fury របស់អាមេរិកអស់រយៈពេល40ថ្ងៃក៏ដោយអ៊ីរ៉ង់បានអះអាងថាគ្រាន់តែនៅក្នុងទីក្រុងមីស៊ីលក្រោមដីតែមួយកន្លែងចំនួនគ្រាប់មីស៊ីលគឺមានច្រើនលើសលប់ជាងអ្វីដែលអ៊ីស្រាអែលធ្លាប់បានវាយតម្លៃរហូតទៅដល់3ដងដែលបង្ហាញថាអ៊ីរ៉ង់មានសមត្ថភាពវាយបកវិញយ៉ាងសាហាវនិងអូសបន្លាយនៅក្នុងសង្គ្រាមមីស៊ីលនេះយ៉ាងយូរគួររំលឹកផងដែរថាកាលពីវេលាព្រឹកព្រលឹមថ្ងៃអង្គារនេះអ៊ីរ៉ង់បានបើកការវាយប្រហារទៅលើរោងចក្រគីមីឥន្ធនៈដ៏ធំមួយនៅក្នុងទីក្រុងឧស្សាហកម្ម Jubail របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលបង្កឲ្យមានការផ្ទុះយ៉ាងសន្ធោសន្ធៅនិងការខូចខាតយ៉ាងដំណំក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថាខ្លួនបានស្ទាក់ចាប់និងបំផ្លាញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់18គ្រឿងបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះខណៈដែលនៅប្រទេសអារ៉ាប់រួមនឹងបារ៉ែនក៏ប្រកាសអាសន្នខ្ពស់បំផុតផងដែរប្រព័ន្ធការពារដែនអាកាសរបស់បារ៉ែនបានរាយការណ៍ថាពួកគេបានស្ទាក់ចាប់គ្រាប់ប្លង់សរុបចំនួន665គ្រាប់រួចមកហើយដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់នេះគឺជាសញ្ញាបញ្ជាក់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពដើម្បីគំរាមទៅកាន់សម្ព័ន្ធមិត្តរបស់អាមេរិកដើម្បីដាក់សម្ពាធទៅកាន់លោកដូណាល់ត្រាំអំពីមហិច្ឆតារបស់ខ្លួនដែលមានបំណងដើម្បីបើកច្រកអបមកនិងគំរាមចង់កំទេចអ៊ីរ៉ង់ឲ្យคล้ายទៅជាយុគសម័យថ្មអិរិយាបថបែបនេះបានជំរុញឲ្យបណ្ដាប្រទេសនៅឈូងសមុទ្រកំពុងតែរងគ្រោះដែលមិនអាចជ្រើសរើសបានមុននេះបន្តិចស្ថានភាពសន្តិសុខអន្តរជាតិបានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ថែមបន្ទាប់ពីមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លានៅជិតស្ថានកុងស៊ុលអ៊ីស្រាអែលនៅក្នុងសង្កាត់ Besiktas នៃក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីដែលបណ្ដាលឲ្យជនសង្ស័យ3នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងយោងតាមរបាយការណ៍ពី CNN Turk និងនាយកដ្ឋានប៉ូលីសអ៊ីស្តង់ប៊ុលបានបាញ់តបតគ្នាមិនត្រឹមតែសម្លាប់ជនសង្ស័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបណ្ដាលឲ្យមន្ត្រីប៉ូលីសទូគីចំនួន2រូបរងរបួសធ្ងន់ស្រាលផងដែរហេតុការណ៍នេះបានคล้ายទៅជាភស្តុតាងបញ្ជាក់ថាភ្លើងសង្គ្រាមនិងអរិភាពបានរីករាលដាលចេញពីសមរភូមិផ្ទាល់ចូលទៅដល់បេះដូងនៃទីក្រុងពាណិជ្ជកម្មធំៗនៅក្នុងតំបន់កំពុងតែបង្កដោយការភ័យខ្លាចទៅដល់សន្តិសុខសកលដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីមានការបង្ហូរឈាមគ្នានៅទូគីនៅឯការិយាល័យប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសឯណោះវិញក៏បានរាយការណ៍ជាបន្ទាន់អំពីការវាយប្រហារទៅលើនាវាកុងតឺន័រមួយគ្រឿងនៅភាគខាងត្បូងនៃកោះគីសរបស់ប្រទេសអ៊ីរ៉ង់នាវាពាណិជ្ជកម្មនេះត្រូវបានគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណវាយប្រហារចំពីលើខ្សែទឹកដែលបណ្ដាលឲ្យមានការខូចខាតអរចនាសម្ព័ន្ធនាវាប៉ុន្តែជាសំណាងល្អដែលក្រុមនាវិកទាំងអស់បានរួចផុតពីគ្រោះថ្នាក់ដោយសុវត្ថិភាពខណៈដែលមិនមានរបាយការណ៍ណាមួយអំពីផលប៉ះពាល់ពាក់ព័ន្ធជាមួយនឹងបរិស្ថានឡើយការវាយប្រហារតាមដែនសមុទ្រនេះបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែបង្កើនយុទ្ធនាការយោធាលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ដែលធ្វើឲ្យផ្លូវទឹកអន្តរជាតិជុំវិញឈូងសមុទ្រពាកក្លាយទៅជាតំបន់គ្រោះថ្នាក់បំផុតសម្រាប់នាវាដឹកជញ្ជូនសកលស្ថានភាពកាន់តែអាសន្ននិងរន្ធត់បំផុតថែមពីនេះទៀតបន្ទាប់ពីការវាយប្រហារតាមដែនអាកាសរបស់សហរដ្ឋនិងអ៊ីស្រាអែលបានធ្លាក់ចំតំបន់លំនៅឋាននៅក្នុងខេត្ត Albers នៃប្រទេសអ៊ីរ៉ង់កាលពីព្រឹកមិញដែលបណ្ដាលឲ្យមនុស្ស18នាក់បានបាត់បង់អាយុជីវិតយ៉ាងអាណោចអាធំនៅក្នុងនោះមានកុមារតូចៗចំនួន2នាក់ផងដែរស្របពេលដែលមានមនុស្ស24នាក់រងរបួសធ្ងន់ស្រាលទន្ទឹមទៅនឹងការបាត់បង់ជីវិតជនស៊ីវិលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រដ្ឋ MERS ក៏បានរាយការណ៍ថាអាកាសយានដ្ឋាន Khorramabad នៅភាគខាងលិចប្រទេសក៏ត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែកយ៉ាងដំណំខណៈដែលសម្លេងផ្ទុះថ្មីនៅតែបន្តបន្លឺឡើងឥតឈប់ឈរនៅក្នុងរដ្ឋធានីតេហេរ៉ង់គេជឿជាក់ថាវាជាការកំណត់គោលដៅមជ្ឈមណ្ឌលស្រាវជ្រាវដែនអាកាសស្របពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ត្រូវបានគេមើលឃើញថាបានបើកការបាញ់តបយ៉ាងសន្ធាប់ងាកមកមើលសមរភូមិនៅក្នុងប្រទេសអ៊ីស្រាអែលឯណោះវិញក្រសួងសុខាភិបាលបានប្រកាសថានៅក្នុងរយៈពេលត្រឹមតែ24ម៉ោងប៉ុណ្ណោះមនុស្សចំនួន133នាក់ត្រូវបានបញ្ជូនទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដោយសារតែការវា
វាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់និងក្រុមហេបូឡាក្នុងចំណោមអ្នករងគ្រោះមានម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខណៈដែលការបាញ់ប្លង់រ៉ុកែតជាបន្តបន្ទាប់ពីសំណាក់ក្រុមប្រដាប់អាវុធលីបង់បានកំណត់គោលដៅទៅលើទីក្រុងស្លូមីនិងអ៊ីវ៉ាន់មើណាឆេមនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែលលើពីនេះក្រុមហេបូឡាក៏បានអះអាងពីជោគជ័យនៅក្នុងការប្រើប្រាស់មីស៊ីលបាញ់ពីដីទៅអាកាសដើម្បីកំណត់គោលដៅលើឧទ្ធម្ភាគចក្រអ៊ីស្រាអែល2គ្រឿងនៅទីក្រុងប៊ីយ៉ាដាដែលបង្ខំឲ្យយន្តហោះចម្បាំងទាំងនោះត្រូវដកថយចេញពីដែនអាកាសលីបង់ភ្លាមក្រឡេកមកមើលប្រទេសបារ៉ែននិងអារ៉ាប៊ីសាអូឌីតឯណោះវិញវាបានក្លាយទៅជាខែលការពារដែនអាកាសដ៏មមាញឹកបំផុតដោយបញ្ជាការកងទ័ពកម្លាំងការពារជាតិបារ៉ែនបានរាយការណ៍ថាពួកគេបានស្ទាក់ចាប់និងបំផ្លាញមីស៊ីល188គ្រាប់និងយន្តហោះដ្រូនគ្មានមនុស្សបើកចំនួន477គ្រឿងបន្ថែមទៀតដែលបាញ់ចេញពីអ៊ីរ៉ង់ចាប់តាំងពីចំនួននេះបានចាប់ផ្ដើមក្រសួងមហាផ្ទៃបារ៉ែនបានបង្ខំចិត្តបន្លឺសេរ៉ែនព្រមានឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់និងស្វែងរកជំរកសុវត្ថិភាពបំផុតខណៈដែលអារ៉ាប៊ីសាអូឌីតបានអះអាងអំពីការបាញ់កំទេចយន្តហោះដ្រូនវាយប្រហារយ៉ាងហោចណាស់18គ្រឿងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះនៅក្នុងខេត្តភាគខាងកើតនិងទីក្រុងឧស្សាហកម្មជូបេលដែលជាការបង្ហាញអំពីទំហំសង្គ្រាមមីស៊ីលឆ្លងដែនកំពុងតែគំរាមកំហែងទៅដល់ស្ថិរភាពតំបន់ទាំងមូលស្របពេលជាមួយគ្នានេះផងដែររដ្ឋមន្ត្រីក្រសួងបេតិកភណ្ឌវប្បធម៌អ៊ីរ៉ង់បានផ្ញើលិខិតផ្លូវការទៅកាន់អគ្គនាយកអង្គការ UNESCO ដើម្បីអំពាវនាវឲ្យថ្កោលទោសជាបន្ទាន់នៅការគំរាមកំហែងរបស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារទៅលើប្រព័ន្ធផ្លូវដែកឆ្លងកាត់អ៊ីរ៉ង់ដែលមានប្រវែងប្រមាណជា1394គីឡូម៉ែត្រផ្លូវដែកយុទ្ធសាស្ត្រដែលភ្ជាប់សមុទ្រកាព្យេនជាមួយនឹងឈូងសមុទ្រពាកនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅក្នុងឆ្នាំ2021ហើយអ៊ីរ៉ង់បានចាត់ទុកថាការគំរាមកំហែងនេះគឺជាការវាយប្រហារទៅលើបេតិកភណ្ឌរួមរបស់មនុស្សជាតិនិងជាទង្វើដែលមិនអាចទទួលយកបានឡើយនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិយ៉ាងណាមិញខណៈពេលដែលអសានវិទ្យរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្រាប់កិច្ចព្រមព្រៀងថ្មីជិតផុតកំណត់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសគុយវ៉េតគឺលោកមហាម៉ាត់ធូធុនជីបានចេញមុខមកអង្វរសុំឲ្យប្រទេសឈូងសមុទ្រទាំងអស់ប្រើប្រាស់ឥទ្ធិពលការទូតនិងនយោបាយរបស់ខ្លួនដើម្បីបញ្ចប់សោកនាដកម្មដែលកំពុងតែកើតមានឡើងលោកបានព្រមានយ៉ាងច្បាស់ថាប្រសិនបើគ្មានអន្តរាគមន៍ជាបន្តនោះទេការកើនឡើងនៃអរិភាពលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរដែលមិនអាចត្រឡប់ក្រោយបានឡើយរហូតមកទល់ពេលនេះពិភពលោកកំពុងតែដកដង្ហើមធំតាមដានរាល់វិនាទីនៃការវិវត្តស្ថានភាពខណៈដែលការវាយប្រហារនៅតាមតំបន់នានាត្រូវបានកំណត់គោលដៅលើបេះដូងនៃរដ្ឋធានីតេហេរ៉ង់និងទីក្រុងរបស់ប្រទេសអ៊ីស្រាអែលដែលសបញ្ជាក់ថាស្ថានភាពបានឈានដល់ចំណុចមិនអាចវិលត្រឡប់និងកំពុងតែស្ថិតនៅលើមាត់ជ្រោះនៃមហន្តរាយសកលយ៉ាងណានៅរាត្រីម៉ោង8យប់ម៉ោងនៅសហរដ្ឋអាមេរិកថ្ងៃអង្គារយើងនឹងដឹងលទ្ធផលហើយប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រអកមោះឲ្យពេញលេញទេតើលោកដូណាល់ត្រាំអាចនឹងសម្រេចចិត្តវាយប្រហារទ្រង់ទ្រាយធំកំទេចអ៊ីរ៉ង់ឲ្យคล้ายទៅជាយុគសម័យថ្មដែរឬយ៉ាងណាសូមប្រិយមិត្តទស្សនិកជនតាមដានទស្សនានៅព្រឹត្តិការណ៍អាប់ដេតថ្មីជាបន្តបន្ទាប់នៅវីដេអូក្រោយសូមជម្រាបលា